Mang lôនេះខ្ញុំខ្លាចជាមួយគាត់គឺកូនស្រីគឹមចុងអុនតែបើត្រឹមកូនស្រីយឹមប៉ាស្រង់នេះគឺមិនមែនជាបញ្ហាអូខ្លាចកូនស្រីគឹមចុងអុនប៉ុន្តែអត់ខ្លាចកូនស្រីយាយផាន់ទេហ៎យាយផាន់ហើយនឹងគឹមចុងអុនមិនចាញ់គ្នាប្រហែលទេនៅប្រទេសកូរ៉េខាងជើងគឹមចុងអុនខ្លាំងមែនអត់គឹមចុងអុនខ្លាំងតែនៅប្រទេសខ្មែរម៉ែផាន់ក៏ខ្លាំងដែរនៅប្រទេសខ្មែរយើងម៉ែផាន់ប្រវត្តិសាស្ត្រផ្លេចណាអត់ឲ្យបានរៀនបានសូត្រទេនេះណាមានប៉ាក្មេងចេះវាយអញ្ចឹងមែនណាខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយចិត្តគាត់អាចការពារគ្រួសារបានបើទោះបីជាថ្ងៃមួយខ្ញុំចូលព្រៃវល់ចូលព្រៃ 4-5 ថ្ងៃក៏ប៉ុន្មានប៉ុន្តែលោកប៉ាគាត់ចេះវាយខ្លួនយ៉ាងគាត់អាចការពារខ្លួនលោកប៉ាខ្លាំងមកទេតែមិនបានមកលើកមយូប្តីខ្ញុំយកមកនិយាយលោកប៉ាលោកកូនលោកប៉ាលោកកូនទៀតអីដោយសារម៉ានថ្ងៃហ្នឹងសុំខ្ញុំមកថតមួយអ៊ីខ្ញុំមិនឲ្យមកថតហ្នឹងមែនដល់ពេលអញ្ចឹងអត់សុកហ៎អត់សុកលមាស់មាត់លមាស់ថ្មិញមែនទៅលើកវីដេអូប្តីខ្ញុំយកមកនិយាយទៀតអស់និយាយពី BA ម្នាក់ហ្នឹងហ្មងវីដេអូនេះខ្ញុំមានអារម្មណ៍ថាភ្ញាក់ខ្លួនព្រឹតមកបះរោងគឺផ្ទះគូបដៅនេះមិនស្មានតែគាត់ពហុជំនាញហើយបើទោះបីជាយ៉ាងណាក៏ដោយអាចធ្វើឲ្យគេខ្លាចប៉ុន្តែសម្រាប់ខ្ញុំម្នាក់នេះគឺខ្ញុំអាចបើបងឆន្ទៈបានទេទូនទីរបស់ខ្ញុំឆន្ទៈអីគេឆន្ទៈអីមើលនិយាយមើលនៅតែប្រាថ្នាចាប់ដួងច័ន្ទធម្មតាទីរួមទៅកូនអ្នកមានគឺខ្ញុំអត់ចង់អូនឯងណែឡាយថៃចាន់ចង់អូនឯងទៅចាប់ដួងច័ន្ទចាប់អាចកាយណាចាប់អាចកំពើឡើងទៅដល់ឋានភពទាំង7ក៏ដោយបងអត់ខ្វល់ទេបងអត់ថេកcareទេអូនឯងចាប់អីចាប់ទៅណាដួងច័ន្ទអូនឲ្យតើឯងចាប់បានចាប់ទៅកុំឲ្យតែមកចាប់ដៃចាប់ជើងកូនស្រីខ្ញុំអ៊ីទៅបានហើយយល់ទេខ្លាចក្នុងការតែបោះជំនាញទៅទេក្នុងលោកនេះខ្ញុំខ្លាចជាមួយគាត់គឺកូនស្រីគឹមចុងអុនតែបើត្រឹមកូនស្រីយឹមប៉ាស្រង់នេះគឺមិនមែនជាបញ្ហាអូខ្លាចកូនស្រីគឹមចុងអុនប៉ុន្តែអត់ខ្លាចកូនស្រីយាយផាន់ទេហ៎យាយផាន់ហើយនឹងគឹមចុងអុនមិនចាញ់គ្នាប្រហែលទេនៅប្រទេសកូរ៉េខាងជើងគឹមចុងអុនខ្លាំងមែនអត់គឹមចុងអុនខ្លាំងតែនៅប្រទេសខ្មែរម៉ែផាន់ក៏ខ្លាំងដែរនៅប្រទេសខ្មែរយើងម៉ែផាន់ប្រវត្តិសាស្ត្រផ្លេចណាអត់ឲ្យបានរៀនបានសូត្រទេនេះណាអត់ទេអញអត់និយាយមកព្រះអង្គហើយព្រះអង្គហត់ម៉ែមកដល់នេះខ្ញុំចូលព្រៃតែរយៈពេល4ថ្ងៃសោះចេញមកវិញប៉ាក្មេងខ្ញុំអើលោកញ៉ាយឹមប៉ាស្រក់ប៉ាក្មេងទៅទៅហើយកើតដែរប៉ាក្មេងហើយមកខ្លួនឯងចាស់ជាងឪក្មេងទៀតចាស់ជាងប៉ាក្មេងទៀតហើយប៉ាក្មេងតាំងពីកាហ៎មកចូលចិត្តធ្វើឲ្យមហាជនបងប្អូនខ្មែរគេយល់ច្រឡំហ្មងហើយចុះបើមានអ្នកណាគេស្រឡាញ់កូនខ្ញុំមែនតែនចង់ចូលទៅដឹងកូនខ្ញុំមែនតែននៅធ្វើម៉េចគេមិនហ៊ានចូលប៉ាពេញមាត់កូនពេញមាត់ហ្នឹងស្អីគេ BA ដឹង BA អូយក្តៅគុកហ្មងនេះក្តៅគុកហ្មងនិយាយមែននេះគឺមកវិញជាស្បែកគុណតែម្ដងស្បែកគុណគាត់នេះគឺខ្ញុំសរសើរត្រង់តិចប្តីខ្ញុំបកកែគ្រប់មុខអត់ដូចឡាយថៃចានទេប្តីខ្ញុំស្អីក៏ចេះដែរស្អីក៏ធ្វើបានដែរប្តីខ្ញុំបកកែគ្រប់មុខហ្មងណាចាមួយថ្ងៃប្តីខ្ញុំគេងតែ 2-3 ម៉ោងទេធ្វើការ20ម៉ោងជាងហើយមិនដូចឡាយថៃចានគេងតែថ្ងៃចាំងគូទេខ្ញុំសរសើរត្រង់តិចនៃ style របស់គាត់គឺវាយបានល្អមែនតើតែអ្វីដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ទៅហូរចិត្តបំផុតនោះគឺវាយឲ្យប្រមូលផលិតផលអើយខ្ញុំប៉ុន្តែឃើញចាស់ហើយមានអីខុសមែនប្តីខ្ញុំប្រមូលផលិតផលមានអីខុសមែនចុះបើខ្ញុំអ្នកលក់ទឹកយិនសិននេះចាក្រុមហ៊ុនម៉ាក់អ៊ីលក់ទឹកយិនសិនណាក្រុមហ៊ុនម៉ាក់អ៊ីលក់ collagen ហើយប្តីខ្ញុំមិនប្រមូលផលិតផលរបស់ខ្ញុំលក់សម្រក់គីឡូចាសម្រក់គីឡូសម្រក់ដោយធម្មជាតិមិនប៉ះពាល់សុខភាព collagen របស់កូរ៉េផលិតផលរបស់កូរ៉េប្តីខ្ញុំអ្នកម្ចាស់ក្រុមហ៊ុនគាត់ប្រមូលផលិតផលរបស់គាត់មានអីខុសតែនៅ DJ មួយទៀតនេះ DJ សុខភាពសុវត្ថិភាពរបស់ម៉ាក់អ៊ីនេះកំពុងតែផ្ទុះលើទីផ្សារនេះចាហើយចុះឲ្យខ្ញុំទៅប្រម៉ូតអីឲ្យប្តីខ្ញុំទៅប្រម៉ូតអីទៅប្រម៉ូតស្រាវីទៅប្រម៉ូតអីគេប្រម៉ូតត្រីបោះបាញ់ប្តីខ្ញុំអ្នកលក់អនឡាញមិនប្រម៉ូតផលិតផលអនឡាញរបស់គាត់មានត្រូវមកសោចំអកអូភ្លាវណាតែចេញតែគុណបាយផលិតផលនេះញ៉ាំទឹកយិនសិនម៉ៃពួកអីហ្នឹងបងបើទឹកយិន
គុណភាពចឹងមែនมันខ្ញុំប្រាប់ឥឡូវទៅសួរបងប្អូនតែទៅសួរបងប្អូនទូទាំងប្រទេសមើលតើគាត់ស្គាល់ទឹកសិនម៉ែអីអត់ហើយសួរពុកម៉ែបងប្អូនលោកតាលោកយាយណាបងដែលគាត់ធ្វើការកម្មករកម្មនីរោងចក្រគាត់ធ្លាប់ប្រសាទឹកសិនតើគុណភាពល្អអត់ចាមួយខែចេញទាំងកងកណើណាបើសារគាត់ញ៉ាំទៅសុខភាពល្អអត់ឈឺចាមានកម្លាំងមានកំហែងធ្វើការរៀងរាល់ថ្ងៃបានល្អប្រម៉ូទផលិតផលម៉ែអីអត់មានដឹងអញ្ចឹងខ្ញុំមិនអីទេគាត់ឲ្យខ្ញុំឃើញវីដេអូនេះខ្ញុំឃើញសរសើរពីសមត្ថភាពបើសិនជាខ្ញុំប្រាប់ឲ្យថាប្តីខ្ញុំណាល្អអត់ខ្ចោះអត់ដូចឡាយថៃច័ន្ទដេកឲ្យថ្ងៃចាំងគូទេប៉ាក្មេកចេះវាយអត់មានមកប៉ាក្មេកទេលោកពាក្យនឹងចាញ់ណាតែខ្ញុំលឺហៅប្តីខ្ញុំថាប៉ាក្មេកម្ដងទៀតគឺប្រាក់ខែ3ខែបានឲ្យតែខ្ញុំនិយាយហើយណាខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយចិត្តគាត់អាចការពារគ្រួសារបានបើទោះបីជាថ្ងៃមួយខ្ញុំចូលព្រៃវល់ចូលព្រៃ4-5ថ្ងៃក៏មិនមែនប៉ុន្តែលោកប៉ាគាត់ចេះបីខ្លួនលោកប៉ាខ្ញុំឲ្យទៅលឺតាចាស់ឯងហៅប្តីខ្ញុំលោកប៉ាខ្ញុំនិយាយមែនខ្ញុំអរសើបមកពីខាងក្នុងហ្មងណាមើលប៉ាឯកូនមានមើលមុខអត់ចាស់ជាងប្តីខ្ញុំទៀតនោះតែឈប់ហៅខ្ញុំម៉ាក់ឈប់ហៅខ្ញុំប៉ាឈប់យកកូនខ្ញុំមកលេងហត់បានថ្ងៃក្រោយខ្ញុំអត់មានមកថតមួយអីទេបើចង់មកថតមួយកូនស្រីខ្ញុំឲ្យខ្ញុំមកវីដេអូ5មកចាប់ពីថ្ងៃទៅខំខ្ញុំបិទការថតមួយកូនស្រីខ្ញុំណាបងប្អូនជួយ share វីដេអូនេះផ្ញើទៅ live ថៃច័ន្ទផងព្រោះខ្ញុំថតពីកូរ៉េព្រឹកស្អែកខ្ញុំផងចាឲ្យគាត់បានឃើញផងណាបងប្អូនណា